នៅផ្នែកខាងស្ដាំដៃនៃ font tab វាគឺជា alignment tab ដែលផ្នែកនេះដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលេខតម្រូវទីតាំងក៏ដូចជាទិសដៅនៃអក្សររបស់យើងឲ្យមានភាពបត់បែនទៅតាមការងាររបស់យើងជាក់ស្ដែងចង់ដឹងថាតើយើងប្រើវារបៀបណានិងមាន tool សំខាន់ៗអ្វីខ្លះយើងចូលទៅមើលមេរៀន detail របស់នេះយើងមកមើលការអនុវត្តជាក់ស្ដែងរបស់នេះយើងទៅ select cell ដែលមានអក្សរនៅក្នុងហ្នឹងនៅ alignment ផ្នែក color នេះគឺជាកន្លែងដែលយើងបដូរទីតាំងពីក្រោមទៅលើអញ្ចឹងជា default វានៅខាងក្រោមនេះយើងទៅកណ្ដាលហើយខាងនេះយើងរុញវាឡើងទៅលើបន្ទាប់មកនៅផ្នែកខាងក្រោមនេះគឺជាការបដូរទីតាំងដែរប៉ុន្តែពីឆ្វេងទៅស្ដាំហើយជា default គឺវាស្ថិតនៅផ្នែកខាងឆ្វេងដែល position នេះអូខេអញ្ចឹងយើងអាចរុញវាមកកណ្ដាលក៏ដូចជាការរុញវាមកស្ដាំនៅជាប់ text alignment ខាងក្រោមផ្នែកខាងស្ដាំវាគឺជាការដាក់ space នៅលើ text របស់យើងឧទាហរណ៍បើសិនជាយើងចង់ដាក់ space នៅក្នុង text នេះគឺយើងចុចនៅកន្លែងនេះ increase indent ណាចុចមកវានឹង load space ឲ្យហើយយើងចង់ដកវិញយើងចុចខាងក្រោមនេះ decrease indent នៅកន្លែងនេះក៏មានលក្ខណៈ special ដែរណាបើសិនជាយើង align វាមកផ្នែកខាងស្ដាំគឺយើងអត់ចុចអានេះដើម្បីឲ្យវាទៅក្រោយវាអត់ទៅទេតោះតែយើងមកចុចកន្លែង increase indent នេះដែរអូខេហើយវាយើងចង់ដកក៏ដូចគ្នាដែរ decrease indent បើយើងចង់បដូរទិសដៅអក្សររបស់យើងឲ្យខុសពីមុំរៀបអញ្ចឹងយើងអាចធ្វើបានដោយចូលទៅកន្លែង orientation ផ្នែកខាងលើនេះអញ្ចឹងចុចលើសញ្ញាព្រួយទូចនេះមកយើងនឹងឃើញអ្វីដែលគេបាន preset ឲ្យយើងជាច្រើនហើយក៏មានជាអក្សរឬក៏រូបភាពបង្ហាញនៅផ្នែកខាងឆ្វេងផងដែរអញ្ចឹងដូចកន្លែងនេះគឺមុំ45 degree អានេះក៏40ដែរប៉ុន្តែ40ចុះមកក្រោមជាលក្ខណៈនៃការបរិយាចុះមកក្រោមយើងបរិយាដែរប៉ុន្តែអក្សរយើងបែរ up អញ្ចឹងទៅណាហើយនេះអក្សរបែរមក down ហើយកន្លែងនេះគឺជាកន្លែងដែលយើងទៅ customize អញ្ចឹងខ្ញុំឧទាហរណ៍នេះមួយណាថាយើងនឹងចេញអញ្ចឹងអានេះមកក្រោមអូខេយើងមាន pre text អញ្ចឹងទៀតអត់អស់ទេដាក់ឲ្យធំអូខេនៅអត់អស់ទៀតមានអីទៀតអូខេលក្ខណៈ text down នេះ up នេះ down អូខេនេះគឺជាកន្លែងដែលយើងចង់ customize ណាយើងចង់បានមុំប៉ុន្មានយើងអាចវាយចូលឡើងនេះឬក៏ select ណាអ្នកនឹងឃើញអក្សររត់មិនពេលដែលយើងចុច OK មកវានឹងចេញអញ្ចឹងឧទាហរណ៍ក្នុងលក្ខខណ្ឌដែលយើងវាយអក្សរចូលក្នុង cell មួយហើយ cell ហ្នឹងដាក់អស់វាហៀចេញមក cell ផ្សេងទៀតតែយើងអត់ចង់បានអញ្ចឹងទេយើងចង់ឲ្យវាចូលនៅក្នុង cell តែមួយហ្នឹងយើងអាចធ្វើបានដោយប្រើ function ឈ្មោះថា wrap text ដែលវានៅផ្នែកខាងលើខាងស្ដាំដៃនៃ alignment tab ចុចលើវាមកវានឹងយក text ចូលនៅក្នុង cell តែមួយហើយចង់ដោះវាវិញគឺគ្រាន់តែចុចលើវាមួយមកវានឹងចេញទៅធម្មតាវិញ